យើងឃោសនាថ្កោលទោសអាមេរិកឬក៏នាំគ្នាបន្តិចផ្ដាសាអាមេរិកហ្នឹងដើម្បីអីឲ្យស្អំចិត្តមេដឹកនាំផ្ដាច់ការឲ្យស្រួលសម្រានលងលក់ស្រួលទៅថាអត់អីទេអត់អីទេកុំមើលមេដឹកនាំអ៊ីរ៉ង់យើងមិនមែនដូចអ៊ីរ៉ង់ទេប៉ុន្តែអត់ព្រមកែឲ្យខុសពីអ៊ីរ៉ង់ហ្នឹងទេហើយនាំគ្នានិយាយប្រសាបទៅថាអ៊ីរ៉ង់មិនអីទេតិចទៀតអាមេរិកខ្ទេចហើយសមរភូមិហ្នឹងមិនឈ្នះអ៊ីរ៉ង់ទេខ្ញុំសឹងតែហ៊ានភ្នាល់មកត្រឹមអ៊ីរ៉ង់មួយហើយអាមេរិកសម្ព័ន្ធមិត្តទាំងអង់គ្លេសទាំងអាល្លឺម៉ង់ទាំងបារាំងនាំគ្នាជួយគ្រប់គ្រងទាំងអស់នេះតើអ៊ីរ៉ង់ទៅផ្លូវណាហើយម្នាក់គិតថាចាំមើលរុស្ស៊ីហើយចិនចាគេពាត់ចាប់បានហើយរុស្ស៊ីមកដល់ម៉ោងនេះទ្រាំខ្លួននឹងអ៊ុយក្រែនខ្សោះខ្លួនឲ្យទៅហ៊ានស្លាប់ចង់ពាយដល់ជិត1លានអ្នកហើយដឹងអស់ហើយចិនហ្នឹងការពារតែខ្លួនឯងហ្នឹងការពារមិនចង់ឈ្នះហើយកុំមកររឿងអីណាដល់មកចូលរួមសាកមើលចិនសាករឿងលូកដៃចូលក្នុងសង្គ្រាមអ៊ីរ៉ង់គ្រប់គ្រងអ៊ីរ៉ង់យកតបអីយកអីមកហ្នឹងបានលេះអាមេរិកររឿងចិនហ្នឹងដាច់ផឹងហ្មងពងររឿងប្រហែលរយៈហ្នឹងគឺឃើញចិនហ្នឹងរៀងក្អេលក្អូលអីផងដូច្នេះអត់ទេបងប្អូនមកនេះទៅគឺវាមានតែរឿងត្រូវដូររបបណែអ៊ីរ៉ង់ហ្នឹងហើយរៀបចំរដ្ឋាភិបាលថ្មីកុំគិតថយក្រោយវិញអ៊ីរ៉ង់នឹងលែងដូចដើមមេដឹកនាំស្លាប់ចង់អស់ដាច់ពូជហើយដូច្នេះគេនឹងលើកបន្ទប់ឲ្យបើអ៊ីរ៉ង់នៅតែចេះថារើសអ្នកណាថ្មីមកដើម្បីគ្រប់គ្រងប្រទេសស្លាប់ទៀតវាអត់មានទៅរួចទេប្រព័ន្ធការពារជាតិអ៊ីរ៉ង់អីទៅអស់ហើយខ្ទេចខ្ទីអស់ហើយព្រោះអាមេរិកផ្លោងខ្ទេចខ្ទីរាប់ពាន់ទីតាំងមិនមែនតិចតួចទេរាប់ពាន់ទីតាំងហើយសហអាមេរិកអស់គ្រាប់មែន100ឆ្នាំទៀតក៏មិនអស់ដែរគ្រាប់អាមេរិកនេះព្រោះអាគ្រាប់ចាស់ដែលប្រើមកសល់ចោលហ្នឹងគឺមិនដឹងប្រមាណលានប្រមាណស្អីគ្រាប់ស្ទើរតែពេញឃ្លាំងអស់ហើយអត់ខ្វះទេហើយការផលិតបើអាមេរិកផលិតមិនទាន់ហ្នឹងសម្ព័ន្ធមិត្តអាមេរិកហ្នឹងយកមកតែណាអស់រកតែកន្លែងយកទៅចោលវាហួសដេលេហ្នឹងមិនអស់ផងដូច្នេះកុំទៅគិតដល់ប៉ុណ្្នឹងពេកគិតចេះវិញបើឃើញមេដឹកនាំផ្ដាច់ការចេះតែទៅប្រយមួយអញ្ចឹងយើងគិតថាតើយើងធ្វើអីកុំឲ្យចូលក្នុងដានអញ្ចឹងធ្វើម៉េចដើម្បីឲ្យកុំឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសខ្លួនយើងហ្នឹងថ្នាក់នឹងយើងហើយកែផ្សារជាតិអាហ្នឹងបានយើងទៅរកផ្លូវដែលយើងរួចខ្លួនតែយើងខ្ទប់ឆ្នាំងបាយដែលកំពុងពុះហ្នឹងគឺយើងរលាកខ្លួនហើយដឹងទៀតប៉ុន្តែនៅតែខំប្រឹងសកត់អញ្ចឹងទៅទាំងអស់គ្នាហ្នឹងអត់ព្រមរកដំណោះស្រាយបន្ធូរឥឡូវចេញទៀតហើយឃើញប្រជាពលរដ្ឋរិះគន់គ្រប់យ៉ាងឃើញឃោសនិកបកកាន់អំណាចនឹងរិះគន់អាមេរិកឥឡូវប្រជាពលរដ្ឋរិះគន់រឿងនៅស្រុកខ្មែរសុកទៅមានគំនិតអីណាយកក្មេងទំនើងធ្វើជាប្រជាការពារភូមិឥឡូវរងការរិះគន់ពេញភូមិតាមពិតគំនិតនេះគឺចេញមកពីរដ្ឋមន្ត្រីក្រសួងការពារជាតិក្រសួងការមហាផ្ទៃទៅទៀតលោកសសុខាព្រោះអីលោកសុខៈដែលជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃគាត់មកលើកឡើងថាគំនិតនេះគឺជាគំនិតថ្នាក់ដឹកនាំតែជាគម្រោងទេគឺចង់យកប្រជាការពារភូមិហ្នឹងមកពីក្មេងទំនើងតែយើងស្ដាប់ទៅដូចជាកម្ពុជានឹងខ្វះរឿងប្រជាការពារភូមិនឹងមែនតើឬក៏យ៉ាងម៉េចឲ្យឆ្ងល់ប្រជាពលរដ្ឋលើកឡើងគ្រប់គ្នាមកឲ្យខ្ញុំមែនតើទៅក៏ខ្ញុំអានសប្តាហ៍រឿងនេះមិនបានទៅរឿងហ្នឹងចេះលោកសសុខាហ្នឹងគឺថាកំពុងពិចារណាយកក្មេងទំនើងធ្វើជាប្រជាការពារភូមិនៅតាមឃុំអីអញ្ចឹងទៅកាត់បន្ថយសកម្មភាពក្មេងទំនើងឬភាពបន្ទុះសារាយហើយលោកសសុខៈហ្នឹងក៏និយាយថាបើគម្រោងហ្នឹងចូលជាធរមានគឺវាល្អដែរគឺប្រកួតប្រជែងភូមិមួយទៅភូមិមួយយកជើងកាងហ្នឹងយកមកការពារភូមិវិញបើភូមិណាបានជើងកាងច្រើនយកមកដោះខាត់អីចឹងល្អទៅគឺប្រកួតយកស្នាដៃស្ដាប់ទៅគឺល្អមែនតើដែលយើងស្ដាប់ទៅគួរឲ្យជក់ចិត្តណាបងប្អូនប៉ុន្តែការពារភូមិសុវត្ថិភាពខ្វះមនុស្សខ្លះណាស់ឬបានទៅយកជើងកាងហ្នឹងចាប់ដាក់គុកឲ្យអស់ទៅជើងកាងហ្នឹងចាប់ដាក់គុកអស់ចោះបើសិនជាមេដាធម្មជាតិកញ្ញាសេងធីរីឬក៏ស្រុនស្រនសុភាអីវិញទៅដែលកាងណាចាប់គេដាក់គុកអស់អាលីងមនុស្សដែលអត់ត្រូវមានប៉ះពាល់សន្តិសុខសង្គមស្អីដូចក្រុមជើងកាងបងធំអីចាប់គេដាក់អស់អ្នកស្លូតចាប់ដាក់គុកអស់អាលីងតើអ្នកកាយឲ្យនៅក្រៅឃុំយកធ្វើជាប្រជាការពារបងប្អូនបើសិនជាខ្ញុំបានជើងកាងមកការពារខ្ញុំនៅក្នុងភូមិខ្ញុំវិញណាខ្ញុំច្បាស់ជាអូយភ័យបាក់ស្បាតហើយព្រោះអីចោះបើខ្ញុំចង់តែសើចដែរតែយ៉ាងណាបងប្អូនអានេះគឺជាគំនិតគេចង់អភិវឌ្ឍតែយើងនឹងទើសតែរហូត
ខ្ញុំអត់ទៅទេបងប្អូនប៉ុន្តែវាសេចក្ដីជាតែខ្ញុំលើកពីមតិរបស់បងប្អូនយើងដែលជាបណ្ឌិតបញ្ញវន្តនៅស្រុកខ្មែរដែរលោកប៉ាច័ន្ទរឿនដែលជាបណ្ឌិតមួយរូបប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាខ្ញុំអានអត្ថបទលោកបន្តិចទៅព្រោះល្អហើយគួរតែបានបញ្ញវន្តអញ្ចឹងសរសេរឲ្យច្រើនលោកថាអញ្ចេះតើក្រសួងមហាផ្ទៃគួរបញ្ចូលក្មេងទំនើងឲ្យធ្វើជាប្រជាការពារភូមិឬទេលោកនិយាយបានច្រើនប៉ុន្តែខ្ញុំមិនមានពេលគ្រប់គ្រាន់ទេលោកថានៅប្រទេសជឿនលឿនណាការជ្រើសរើសកងកម្លាំងដូចជាសន្តិសុខដូចប៉ូលីសនិង PM ជាដើមគេធ្វើដោយប្រយ័ត្នប្រយែងខ្ពស់ណាស់គឺវាតម្លៃតាំងពីកាយសម្បទាសមត្ថភាពអត្តចរិតប្រវត្តិគ្រួសារអីជាដើមគេមិនយកបុគ្គលដែលមានប្រវត្តិមិនល្អមកធ្វើជាសមត្ថកិច្ចឡើយការអនុវត្តនេះហៅថាស្តង់ដារមាសហើយវិន័យសន្តិសុខសាធារណៈនៅក្នុងប្រទេសជឿនលឿនកើតឡើងខ្ញុំសរសើរលោកប៉ាច័ន្ទរឿនមែនតើរស់នៅក្នុងស្រុកខ្មែរក៏ប៉ុន្តែដឹងកិច្ចការងារនៅស្រុកប្រចាំលោកស្ទើរតែទាំងអស់រឿងនេះគឺជារឿងត្រឹមត្រូវព្រោះនៅអាមេរិកនេះខ្ញុំដឹងថាគ្មានអ្នកណាគេយកជើងកាងយកមកធ្វើជាប្រជាការពារឬប៉ូលីសអីទេលោកសុខៈថាប្រជាការពារហ្នឹងថ្ងៃក្រោយឲ្យធ្វើប៉ូលីសទៀតបើល្អអញ្ចឹងទៅអីទៅលោកថាលោកច័ន្ទរឿនបន្តទៀតថាមូលហេតុដែលប្រទេសដូចជាសង្ហបុរីជប៉ុនឬបណ្ដាប្រទេសអឺរ៉ុបមានកម្រិតសុវត្ថិភាពខ្ពស់គឺដោយសារគេចាត់ទុកសមត្ថកិច្ចជាគំរូនៃច្បាប់ដូច្នេះប្រសិនបើអ្នកអនុវត្តច្បាប់ខ្លួនឯងមានប្រវត្តិមិនល្អនោះទំនុកចិត្តពីប្រជាពលរដ្ឋនឹងរលាយបាត់ទៅភ្លាមដែរនេះគឺជាចំណុចដែលសំខាន់ដែលប្រទេសជឿនលឿនប្រកាន់ខ្ជាប់ក្នុងការជ្រើសរើសកម្លាំងមានច្រើនណាស់លោកនិយាយអំពីការត្រួតពិនិត្យប្រវត្តិយ៉ាងតឹងរឹងមានការដែលមើលពីផលវិបាកនៃការជ្រើសរើសគោលការណ៍អំណាចនិងសិលធម៌មានស្អីការបាត់បង់សេចក្តីថ្លៃថ្នូរនៃស្ថាប័នអីផ្សំគុំចូលគ្នាច្រើនណាស់នេះគ្រាន់តែជាមតិរបស់បណ្ឌិតបញ្ញវន្តនៅស្រុកខ្មែរយើងគឺបានន័យថាសរុបសេចក្តីមកវិញគឺលោកដូចជាមិនគ្រប់ត្រសំទោសបាទចំណុចហ្នឹងទេហើយជាការរិះគន់មួយក្នុងន័យស្ថាបនាខ្ញុំជឿថាសមរម្យអ្នកស្រីអ៊ូទេប៉ូលីនឯនោះវិញដែលជាប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មគាត់ថាកំបិតណាបើនៅជាមួយចុងភៅគ្រាន់តែជាឧបករណ៍ធ្វើម្ហូបក៏ប៉ុន្តែបើជន់ពីលកោងកាចកាន់វាវិញគឺប្រើសម្រាប់មនុស្សបានកុំចេះតែអង្គុយសរសេរដោយគ្មានបញ្ញាឬការគិតគ្រប់ជ្រុងជ្រោយតាមពិតលោកស្រីអ៊ូទេប៉ូលីនគាត់តបទៅនឹងការសរសេរលើបណ្ដាញសង្គមឯងប៉ុន្តែមែនតើនេះជាគំនិតរបស់លោកសសុខាហើយនឹងលោកសុខៈយកមកផ្សព្វផ្សាយបន្តតែជាគម្រោងទេបងប្អូនវាមិនមែនតាន់ជានេះទេដាក់ទៅមានប្រតិកម្មហ្នឹងប្រហែលជាក្រសួងហ្នឹងអាចយកទៅគិតពិចារណាឡើងវិញក៏បានដែរលោកស្រីអ៊ូទេប៉ូលីនបន្ថែមទៀតថាឯកឧត្តមជាទីគោរពរាប់អានគាត់កុំចេះគាត់មិនទាន់ចេះការពារខ្លួនឯងរកសេចក្តីសុខខ្លួនឯងផងទៅការពារប្រជាជនយ៉ាងម៉េចក្រុមជើងកាងបងធំហ្នឹងផ្ដល់សេចក្តីសុខឲ្យប្រជាពលរដ្ឋយ៉ាងម៉េចទៅគាត់បង្កទុកឲ្យឪពុកម្ដាយសូម្បីតែឪពុកម្ដាយខ្លួនឯងក៏បង្កទុកនឹងដែររឿងគាត់ធ្វើមុនគេការពារម្ដាយឪពុកគាត់ទៅគាត់ថាស្ដាប់ឲ្យកវីក្បាលបាទបងប្អូននេះក៏ជាការរិះគន់គ្នាក្នុងន័យស្ថាបនាអីទៅហើយក្រសួងមហាផ្ទៃនឹងក៏យកចិត្តទុកដាក់បងប្អូនក្រសួងមហាផ្ទៃរដ្ឋាភិបាលធ្វើអីក៏មិនត្រូវដែររឿងវាច្រើនពេកដូច្នេះប្រជាពលរដ្ឋតូមនិញហ្នឹងខ្ញុំក៏មែនតែនទៅបើផ្ដាល់ភាពអយុត្តិធម៌ឲ្យរដ្ឋាភិបាលពេលខ្លះពិបាករកធ្វើអីឲ្យស្អំចិត្តប្រជាពលរដ្ឋឲ្យត្រូវណាស់ព្រោះវាខុសច្រើនពេកហើយខ្ញុំអាណិតរដ្ឋាភិបាលកម្ពុជាវាច្រើនពេកស្អីក៏គេរិះគន់ដែរព្រោះអារឿងទឹកដីនេះគឺបាក់ស្បាតមួយបាត់ហើយអញ្ចឹងធ្វើអីទៀតក៏លែងត្រូវដែរអស់ហើយអញ្ចឹងចាប់ពីពេលនេះទៅបើស្ដារដោះលែងអ្នកទោសនយោបាយព្រមផ្សះផ្សាជាតិអីឲ្យបានច្រើនប្រហែលប្រជាជនអាចអនុគ្រោះតែធ្វើអីទៀតខុសទាំងអស់ឥឡូវសូមបីរៀបចំមហាសង្ក្រាន្តអង្គរសង្ក្រាន្តយ៉ាងម៉េចគេនៅនេះហ្នឹងក៏ខុសដែរគឺគេថាប្រជាពលរដ្ឋរិះគន់ថាហេតុអីបានជានាំគ្នារៀបចំធ្វើពិធីសង្ក្រាន្តបងប្អូនយើងដឹងហើយថាលោកហ៊ុនម៉ាណីដែលជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈហើយនឹងជាប្រធានចលនាសម្ព័ន្ធយុវជនកម្ពុជារបស់គណៈបកប្រជាជនអីនោះផងនោះគឺរួចផ្ដើមគំនិតថានឹងរៀបចំឲ្យមានអង្គរសង្ក្រាន្តនៅចំកណ្ដាលក្រុងភ្នំពេញហ្នឹងគឺរៀបចំផែនការច្រើនណាស់ឲ្យប្រជាពលរដ្ឋសប្បាយដើម្បីលើកស្ទួយវប្បធម៌ការកំសាន្តឲ្យតាក់ទាញភ្ញៀវទេសចរលើកអីវប្បធម៌ខ្ញុំជឿថារៀបចំពិធីស្ដារសេដ្ឋកិច្ចវប្បធម៌ទេសចរអីនេះគឺជារឿងត្រឹមត្រូវបំផុតរបស់រដ្ឋាភិបាលដែលមិនគួរណាបងប្អូននាំគ្នាទៅរិះគន់គាត់សោះខ្ញុំសោកស្ដាយដែរហេតុអីបានជាពួកគាត់ធ្វើអីក៏តែមិនត្រូវយ៉ាងដូចនេះ
តើវាខុសអីទៅគ្រាន់តែពិធីកំសាន្តដើម្បីមហាសង្ក្រាន្តអីមួយដើម្បីជាតិតាមានមហាសង្ក្រាន្តគឺមានលបែងលបាំប្រជាប្រិយខ្មែរមានតាំងពីពណ៌វត្ថុផលិតផលមួយភូមិមួយវប្បធម៌មាននិយាយទៅគឺអ្វីដែលជាអត្តសញ្ញាណរបស់ជាតិយើងឲ្យប្រជាពលរដ្ឋសប្បាយទៅលេងអង្គុញទាញព្រាត់លាក់នឹងលាក់អីទៅធ្វើឲ្យគ្រប់ទីក្រុងទៅគេធ្វើតែអញ្ចឹងតើហេតុអីក៏យើងនាំគ្នារិះគន់ពួកគាត់ក៏ប៉ុន្តែអ្វីដែលបងប្អូនគិតថាអ្នកទាំងអស់នោះអត់បានមើលខ្លួនឯងវិញហ្នឹងគឺអញ្ចឹងដីខ្មែរនៅព្រំដែនថៃឈ្លានពានរំលោភយក40ទីតាំងជាងអត់ទាន់មានដំណោះស្រាយអីទាំងអស់នេះគឺជាទិវាកាន់ទុកទេតាតែបងប្អូនសួរថាអញ្ចឹងកាត់ទុកចូលឆ្នាំខ្មែរមានដែររំលងណាដល់មកអញ្ចឹងមិនឈប់ធ្វើយ៉ាងម៉េចធ្វើទៅខ្ញុំមិនហាមគាត់ទេក៏ប៉ុន្តែប្រជាពលរដ្ឋគឺគេមិនអាចអនុគ្រោះឲ្យរដ្ឋាភិបាលបានថាពេលវេលាកំពុងតែលំបាកលំបិនផ្លូវចិត្តបែបនេះអ្វីដែលជាការកំសាន្តសប្បាយហ្នឹងគឺវាធ្វើឲ្យវាផ្ទុយគ្នាទៅនឹងអ្វីដែលយើងកំពុងកើតទុកខ្ញុំយល់ស្របដែរក៏ប៉ុន្តែបងប្អូនក៏គួរអាចនឹងពិចារណារដ្ឋាភិបាលម្ដងនេះធ្វើអីក៏អត់ត្រូវដែរបងប្អូនខ្ញុំនិយាយឲ្យថាធ្វើអីក៏មិនត្រូវព្រោះយើងធ្វើខុសច្រើនពេកដូច្នេះយើងគួររៀនពីបទពិសោធន៍ហើយកុំទៅខឹងប្រជាពលរដ្ឋនៃការរិះគន់ពួកគាត់ដោយសារពួកគាត់អត់មានជំរឿសអីបញ្ចាប់គាត់ដាក់គុកអស់ហើយអត់ព្រមកែដល់អញ្ចឹងគាត់ចិត្តតែរិះគន់អញ្ចឹងទៅយកទៅពិចារណាទៅវាមិនអីទេកុំទៅធ្វើបាបធ្វើទុកបុកម្នេញអីគាត់តែមើលខ្លួនឯងវិញហេតុអីបានជាគេរិះគន់សំបីតែរឿងសង្ក្រានសោះហ្នឹងដើម្បីវប្បធម៌រាល់ដងហេតុអីគេសរសើរថាសបាយចាហេតុអីបានឆ្នាំហ្នឹងគេរិះគន់គឺដោយសារឆ្នាំនេះគឺជាឆ្នាំកាន់ទុកការបាត់បង់ទឹកដីខ្មែរដ៏ធំទៅឲ្យប្រទេសថៃយើងអត់ទាន់មានដំណោះស្រាយទេហើយក៏គួរយល់អំពីការកាន់ទុកនឹងដែរប៉ុន្តែធ្វើទៅពិធីចិត្តទៅធ្វើប៉ុន្តែកុំឲ្យវាដូចថានិយាយទៅឲ្យមានតុល្យភាពហើយបកស្រាយប្រាប់ប្រជាពលរដ្ឋទៅថាសង្ក្រាននឹងយើងធ្វើជារាល់ឆ្នាំអញ្ចឹងទៅជាប្រចាំអញ្ចឹងទៅហើយយើងក៏កាន់ទុកនៅក្នុងការបាត់បង់ទឹកដីយើងទាមទារអីអញ្ចឹងហើយនឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអីអញ្ចឹងទៅបើអញ្ចឹងប្រជាពលរដ្ឋប្រហែលជាអាចទទួលយកបានប៉ុន្តែបងប្អូនអាសង្ក្រាននេះណាពីដើមឡើយមកមិនមែនធ្វើដើម្បីវប្បធម៌ជាតិសាសន៍ខ្មែរទេភាគច្រើនគឺជាងធ្វើដើម្បីចំណេញសារនយោបាយទេពួកគណៈបកប្រជាជនធ្វើតែអញ្ចឹងសង្ក្រានក្ដួងរំលាយគណៈបកសង្គ្រោះជាតិរំលាយអីចឹងទៅរៀបចំពិធីឲ្យក្រឹកក្រែងយកយុវជននឹងមកពវក់ស្មារតីឲ្យចូលរួមពុលនឹងសង្ក្រានហ្នឹងទៅតាមពិតវាមិនខុសទេមកជួយដើម្បីទាញព្រាត់អីហ្នឹងក៏ប៉ុន្តែសិតតែកម្លាំងយុវជនរបស់គណៈបកប្រជាជនកម្ពុជាធ្វើឲ្យគណៈបកដតីទៀតគ្នាមានអារម្មណ៍ឯកោហើយគិតថាក្រុមគេសាមគ្គីគេរឹងមាំគេអីប៉ុន្តែរឹងមាំក្នុងកំណត់ទុកគណៈបកសង្គ្រោះជាតិដែលគេរំលាយចោលគេឈឺចាប់បងប្អូនគេឈឺចាប់ឃើញយើងធ្វើដូច្នេះហ្នឹងគឺខំទូងស្គរទាញយកប្រជាប្រិយយុវជនអីអញ្ចឹងហើយអត់មើលការរងទុករបស់គេដែលគេកំពុងរងទុកយើងសប្បាយក្អាកក្អាយលើកំណត់ទុកអ្នកដទៃគេរិះគន់អញ្ចឹងដោយសារគេគិតថាអាហ្នឹងគឺជាឧបករណ៍នយោបាយដើម្បីសម្លេងឆ្នោតរបស់គណៈបកកណ្ដាលអំណាចឬគណៈបកប្រជាជនឬក៏រដ្ឋាភិបាលកម្ពុជាបន្លប់នៅស្ថានភាពផ្សេងដែលកំពុងកើតឡើងពេញផ្ទៃប្រទេសអីអញ្ចឹងគេគិតតែអញ្ចឹងហើយវាកើតឡើងតែអញ្ចឹងយើងអត់ដឹងអីអញ្ចឹងគេមិនមែនរិះគន់ធ្វើសង្ក្រានមិនបានទេអ្នកណាទៅរិះគន់ការធ្វើសង្ក្រានដើម្បីចូលឆ្នាំខ្មែរនោះវាអត់មានទៅរិះគន់ការទេវប្បធម៌ប្រពៃណីអ្នកណាមិនថែអ្នកណាទៅហ៊ានជំទាស់នឹងសាសនារបស់កម្ពុជាជាតិសាសនាព្រះមហាក្សត្រសាសនាប្រពៃណីទំនៀមទម្លាប់ដូនតាអ្នកណាទៅជំទាស់បាននោះក៏ប៉ុន្តែអស់លោកមើលកលៈទេសៈហើយគិតមើលខ្លួនឯងថាធ្វើខុសអីកុំចេះតែថាគេរិះគន់មិនត្រូវយើងកេងអានឹងចំណេញនយោបាយមកអាយុមកហើយដល់ពេលអញ្ចឹងគេរិះគន់ឲ្យប្រទេសកំពុងតែរងទុក្ខវេទនាដោយគេឈ្លានពានអត់ទាន់បានដំណោះស្រាយអីសោះកាត់បន្ថយអានឹងក៏ល្អដែរមិនអញ្ចឹងក្នុងន័យអញ្ចឹងប្រជាពលរដ្ឋនិយាយទេតែខ្ញុំហួយគេធ្វើអីធ្វើទៅបើធ្វើម៉េចអានឹងគេធ្វើតែអញ្ចឹងមកអាយុហើយលោកហូយ៉ាបាត់ដំបងសរសេរសារនៅលើបណ្ដាញសង្គម Facebook គាត់អញ្ចេះសារជូនបងប្អូនបើគាត់ថាប្អូនហ្នឹងប្រហែលជាសំដៅទៅលើហ៊ុនម៉ាណីប្អូនគួរតែធ្វើពិធីកាន់ទុកចំពោះជាតិយើងនៅពេលនេះតែប្អូនបែរជានៅមានអារម្មណ៍ធ្វើពិធីសប្បាយទាំងពេលដែលប្រជាពលរដ្ឋរាប់ម៉ឺនអ្នកបាត់ផ្ទះអស់ដីរស់នៅទាំងវេទនាតាមតង់លិចទឹកហាលភ្លៀងហាលថ្ងៃនឹងដួងព្រលឹងវល់នៃកងទ័ពដែលបលីនៅក្នុងសមរភូមិដើម្បីមាតុភូមិយើងដោយចោលឈ្លានពានថៃគឺចោលថៃឈ្លានពានយ៉ាងវេទនាខ្លោចផ្សារីឯគ្រួសាររបស់លោកទាំងនោះស្ថិតនៅក្រោមផ្ទៃមេឃងងឹតបាត់ពន្លឺមិនដឹងថ្ងៃណាបានស្គាល់ពន្លឺសេចក្តីសុខនិងសេចក្តីចម្រើនមកវិញសម្រាប់បងវិញបងសូមជម្រាបជូនបងប្អូនដោយត្រង់ថាបងមិនអាចសប្បាយទៅការទេក្នុងពេលដែលមនុស្សជុំវិញខ្លួនមានការទុកអញ្ចឹងហូយ៉ាបាត់ដំបងបាទនេះគឺជាមតិរបស់ប្រជាពលរដ្ឋមួយដែលផ្ញើទៅលោកហ៊ុនម៉ាណីតែបងប្អូន
យើងមិនអាចទៅទប់ការដែលគេរៀបចំបានទេព្រោះអីទឹកបាក់ទំនប់ហើយកម្ពុជាគេធ្វើអញ្ចឹងបានជោគជ័យមួយអាយុហើយដូច្នេះនេះគឺជារឿងមួយដែលអឺដើម្បីនយោបាយដើម្បីអីគេទូងស្គរទ្រុះស្គររាល់តែដងទេប៉ុន្តែបើសិនជាញ៉ាំងឲ្យពិធីសង្គ្រាន្តហ្នឹងណាប្រលប់ពិធីសបាយហើយនៅក្នុងពិធីសង្គ្រាន្តហ្នឹងរៀបចំពិធីអឹកអធិកមួយធំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាក្រោកតវ៉ាដើម្បីឲ្យថៃខ្ចាក់ដីមកខ្មែរវិញហើយត្រូវតែនាំគ្នាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យខាងតែបានទាមទារឲ្យប្រជាពលរដ្ឋដែលចូលរួមបន់សង្គ្រាមហ្នឹងណាឲ្យនាំគ្នាពូនកម្លាំងគ្នាដើម្បីរៀបចំប្រមូលផតាំងដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៀតដីថៃដីខ្មែរដែលថៃរំលោភបានហើយមួយទៀតគឺទាមទារឲ្យប្រទេសខ្មែរយើងមានការផ្សះផ្សាដោះលែងអ្នកទោសនយោបាយដើម្បីឲ្យជាតិនេះមានការផ្សះផ្សាជាតិខ្ញុំថាអាហ្នឹងល្អប្រជាពលរដ្ឋប្រហែលជាលែងសូវរិះគន់ខ្លាំងពួកយើងមានតលរយៈពេលប៉ុន្តែបងប្អូនសុំភ្លើងយៈហើយគណៈបកកណ្ដាលអំណាចនេះរឿងដោះលែងអត់មានទេមានតែចាប់ខុសសុកមិនលែងច្រឡំទេបាទបងប្អូនខ្ញុំអស់ហើយពេលវេលាវាច្រើនដែរប៉ុន្តែខ្ញុំត្រូវការរៀបចំខ្លួនដើម្បីធ្វើដំណើរទៅរដ្ឋ Tennessee ទៅក្នុងសវនាការរបស់ Thierry នៅថ្ងៃស្អែកអញ្ចឹងខ្ញុំសូមស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះសិនអរុនសួស្តីបងប្អូននៅទីក្រុងឡុងបិចទិវាសួស្តីសំទោសរាត្រីសួស្តីបងប្អូននៅស្រុកខ្មែរជួបគ្នានៅរាត្រីនេះឬក៏ពេលឆាប់នេះទៀតព្រោះមានរឿងត្រូវផ្សាយច្រើនអាចនឹងផ្សាយបន្តផ្ទាល់មិនមានការរំពឹងទុកទេបាទតែយ៉ាងណាខ្ញុំនឹងជូនដំណឹងបងប្អូនតាមបណ្ដាញសង្គម Facebook បាទសូមអរគុណសូមជម្រាបលា